nhóm phở bê tập buồn ngàyក្នុងការបានវិសាមកលេងអឺរ៉ុបដោយមិនមានការតម្កល់លុយអីទាំងអស់សួស្តីទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកចង់ចែកម្លែកពីវិធីក្នុងការធ្វើវីសារបស់ខ្ញុំដោយសារមានបងប្អូនមួយចំនួនក៏ចង់ខ្ញុំធ្វើវីដេអូនេះចង់សង្ឃឹមថាវីដេអូនេះអ្នកនរគ្នាមើលហើយអាចថាជា tip របស់អ្នកនរគ្នាមួយចំនួនដែរចង់ជាដំបូងខ្ញុំចង់បញ្ជាក់អ្នកនរគ្នាថាការធ្វើវីសានេះគឺខ្ញុំធ្វើដោយខ្លួនឯងទាំងអស់ពុំមានការពឹងពាក់ពី agency ណាមួយទេប៉ុន្តែក៏ចង់ប្រាប់អ្នកនរគ្នាថាវិធីសាស្ត្ររបស់ខ្ញុំក៏អាចរៀងស្មុគស្មាញសម្រាប់អ្នកនរគ្នាដែរគឺដោយសារខ្ញុំមានដៃគូជាជនបរទេសហើយគាត់មកពីខាងប៉េក្រូហើយទូតរបស់គាត់គឺអត់មាននៅស្រុកខ្មែរអញ្ចឹងខ្ញុំក៏ជ្រើសរើសទូតនៅប្រទេសសិង្ហបុរីដើម្បីធ្វើការ apply visa នៅទីនោះហើយបើដល់គ្នាចង់ដឹងថាគាត់មកពីណាដែលបានជាអត់មានទូតនៅស្រុកខ្មែរគឺគាត់មកពីប្រទេសលីទុយអានីទាំងអស់គ្នាអញ្ចឹងជាដំបូងអ្នកនរត្រូវមានឯកសារដែលទូតទាមទារទាំងអស់អ្នកនរត្រូវរៀបចំឲ្យគ្រប់ឲ្យគេហើយបើដល់គ្នាមានអ្នកធានាដូចខ្ញុំអីចឹងអ្នកនរគ្នាអាចយកឯកសារអ្នកធានារបស់អ្នកនរគ្នាហ្នឹងរៀបចំឲ្យគ្រប់ឲ្យគេដូចគ្នាហើយរឿងមួយដែលសំខាន់មួយទៀតដែលធ្វើឲ្យឯកសាររបស់អ្នកនរគ្នាកាន់តែរឹងមាំជាងមុនគឺ travel history របស់យើងគឺប្រទេសដែលអ្នកនរគ្នាធ្លាប់ទៅពីមុនអញ្ចឹងណា Prina stamp ទាំងអស់នឹងឲ្យទៅខាងទូតគេមើលផងហើយមួយទៀតចំពោះ cover letter អានឹងកាន់តែសំខាន់ជាងហ្នឹងគឺទាំងអស់គ្នាត្រូវសេឲ្យគេឲ្យច្បាស់ហើយបញ្ជាក់ឲ្យគេឲ្យច្បាស់ថាទាំងអស់គ្នានឹងទៅត្រឡប់មកស្រុកវិញមុន visa expire ហ្នឹងគឺកាន់តែធ្វើឲ្យទូតគាត់មានទំនុកចិត្តលើយើងបន្ថែមទៀតថាយើងទៅហើយត្រឡប់មកវិញសំខាន់មួយចុងក្រោយហ្នឹងគឺ travel itinerary គឺគម្រោងធ្វើដំណើររបស់យើងនៅស្រុកហ្នឹងយើងទៅណាខ្លះពីថ្ងៃនេះទៅថ្ងៃនេះបញ្ជាក់ឲ្យគេច្បាស់ទៅខ្ញុំធ្វើតាមវិធីនឹងឯងហើយវីសាខ្ញុំដាក់ទៅទាំងពីរដងជាប់ទាំងពីរដងតែរយៈពេល4ថ្ងៃទេទាំងគ្នាចឹងបើទាំងគ្នាមានដៃគូដែលមកពីប្រទេសដូចគ្នាជាមួយខ្ញុំទាំងគ្នាអាចឆាតមកខ្ញុំផ្ទាល់ក៏បានសម្រាប់ព័ត៌មានបន្ថែមហើយខ្ញុំអាចជួយអ្នកទាំងគ្នាបានខ្ញុំនឹងជួយតាក់ទងនឹងឯកសារធ្វើវីសាទាំងអស់ហ្នឹងសម្រាប់ខ្ញុំក៏រៀងធ្វើដំណើរច្រើនមកដែរហើយកន្លងមកហ្នឹងប៉ុន្តែចំពោះអឺរ៉ុបគឺជាលើកទី1របស់ខ្ញុំឯងហើយខ្ញុំពិតជាដែរសម័យថាខ្ញុំបានមកជន់ទឹកដីអឺរ៉ុបនេះទាំងអស់គ្នាហើយវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរ